គុណទានអ្នកមត្ថុរតនតយស័កខ្ញុំប្រកាសណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះជំបីនៃបត្រៃរតជារតនៈតឧត្តមឧត្តមពងពោះប្រសើរមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃទានដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាក្រាបថ្វាយបង្គំចំពោះមន្ត្រីសង្ឃនៅក្នុងស្រុកកណ្ដាលស្ទឹងនេះទាំងមូលផងដែរទានដោយសេចក្តីជ្រះថ្លាហើយក៏ក្រាបថ្វាយបង្គំគុណចាស់នៅក្នុងមហារោងមហាបុណ្យនេះផងដែរទានដោយសេចក្តីជ្រះថ្លាជាពិសេសចម្រើនពរញាតិញោមទាំងអស់គ្នាបងចម្រើនពរញាតិញោមអ្នកនៅណានៅភូមិក្រាំងស្បូវបងក្រាំងស្បូវបងហ្នឹងហ្នឹងបងហើយថ្ងៃនេះបន់ខួបសពខំសួបខួបសពតែម្ដងទំស្លាប់ព្រឹកមិញញោមសមមិញបងហ្នឹងហើយបន់សពណាហើយដល់ខំហើយមុននឹងប្រកាសសម្ដែងពធសូមជាស្រ័យខន្តីភ័យទោសខ្ញុំណាអាត្មាភាពផងណាបងបើសិនបើប្រកាសសម្ដែងពធទៅមានការខ្វះខាតអីសូមជាស្រ័យបងហើយអត់សម្ដែងយូរទេបងអត់សម្ដែងយូរទេប៉ុណ្ណាចង់ឲ្យសម្ដែងប្រហែលទេញោមព្រោះអាត្មាអត់ដឹងថាញោមនៅខាងហ្នឹងចំណងចង់ស្ដាប់ធម៌អីទេព្រោះអាត្មានៅខាងឃុំកណ្ដោបព្រោះនៅស្រុកកំណើតខ្លួនឯងគឺខាងឃុំកណ្ដោបនោះទេហើយលើកទី1ដែលមកប្រកាសសម្ដែងវត្តធម៌នៅឃុំពពុទ្ធណាព្រោះហ្នឹងហើយនៅខាងកណ្ដោបនេះញោមហ្នឹងហើយហើយហ្នឹងហើយគ្រាន់តែមកប្រកាសសម្ដែងវត្តធម៌ចែកជូនញាតិញោមទាំងអស់គ្នាហើយដើម្បីឧទ្ទិសកុសលនឹងឯងដល់ឧបាសិកាកែបគុណទានដែលគាត់បានធ្វើមរណកាលទៅហើយតាំងពីម្សិលមិញថ្ងៃទី22ទានខែឧសភាឆ្នាំ2018នៅក្នុងបច្ចុប្បន្នមាយុរបស់គាត់គឺ79ឆ្នាំញាតិញោមណាព្រោះ79ឆ្នាំដោយរោគាញោមណារោគាព្រោះអត់មានដាក់នៅក្នុងនេះរោគាអីផងទៀតហ្នឹងហើយហ្នឹងហើយញាតិញោមអ្នកផ្ដើមបុណ្យទៀតញាតិញោមអ្នកផ្ដើមបុណ្យគឺញោមយុនសុកនីអញ្ជើញមកឯងញោមយុនសុកនីគាត់ទៅណាញោមយុនសុកនីទៀតអញ្ជើញមកមហារោងប៉ុណ្ណាបងហ្នឹងអញ្ជើញមកខាងនេះបងគុណចាស់
ប្រកាសសម្ដែងពធឲ្យញោមអ្នកផ្ដើមបុណ្យបងអត់ញោមយិនសុកនីនឹងប្រពន្ធទៀតណាក៏នឹងប្រពន្ធវនសុកច័ន្ទណាអូញោមណាអញ្ជើញមកមុខមកញោមចាស់ទៀនប្រធានដើមបុណ្យញោមស្គាល់ទាំងអស់គ្នាណាម្ចាស់ទៀនប្រធានដើមបុណ្យក៏អាត្មាមិនទាន់ស្គាល់ក៏ឲ្យស្គាល់ផងណាហើយញោមយិនសុកជាអញ្ជើញមកហើយអូណោះបងណាអញ្ជើញមកអង្គុយមុខមកស្ដាប់ពធកន្លះម៉ោងសិនអត់ដល់កន្លះម៉ោងទេបងញោមវ៉ាន់សាវុនញោមស្រីបើហើយញោមអ៊ុនស៊ីធុនទៀតណាអញ្ជើញមកហើយនេះណាញោមអញ្ជើញមកបើញោមស៊ីធុនណាបើនឹងញោមស៊ីធុនអញ្ជើញមកបើហើយញោមស្រីកែបម៉ារីអីណាអូញោមស្រីណាបើហ្នឹងហើយព្រមទាំងញាតិមិត្តសាច់សាលោហិតរបស់ញាតិញោមទាំងអស់គ្នាផងដែរដែលមកចូលរួមនៅក្នុងកម្មវិធីរំលែកទុក្ខរបស់ម្ចាស់ទៀនប្រធានដើមបុណ្យណាញោមសុកនីញោមជាញោមធុនអីជាដើមហ្នឹងគាត់មាននៅម្ដាយហ្នឹងហើយម្ដាយញោមណាត្រូវម្ដាយហ៎ត្រូវជាបងហ៎បានកូន2បងហ្នឹងហ៎ហើយញាតិញោមប្រុសស្រីទាំងអស់គ្នាណាបងហ្នឹងហ៎គ្រាន់តែប្រកាសសម្ដែងពធយកមកឲ្យញាតិញោមទាំងអស់គ្នាពិចារណាហើយកម្មវិធីនេះធ្វើនៅក្នុងភូមិក្រាំងស្បូវឃុំប្រពុតស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលយើងទៀតបងហើយមុនប្រសងអីហើយអស់ហើយញាតិញោមមិនដែលឮអាត្មាទេបងហើយត្រូវដែលឮឲ្យអាត្មាភាពសម្ដែងនៅក្នុងវិទ្យុម៉ោង3ម៉ោង4ដែរបងណាម៉ោង3ម៉ោង4ដែរហើយអាចស្ដាប់យកសំឡេងនឹងទៅអាចចាក់នៅក្នុងវិទ្យុអីជាដើមនឹងបានណាបងអញ្ចឹងទៅគ្រាន់តែឲ្យញាតិញោមទាំងអស់គ្នានឹងបានប្រកាសសម្ដែងពធអីមិនងាយបានមកស្រុកកណ្ដាលស្ទឹងយើងទេបងហ្នឹងហើយញាតិញោមប្រុសស្រីច្រើនតែទៅខាងនោះច្រើនតែទៅខាងនោះអញ្ចឹងទៅហើយញាតិញោមទាំងអស់គ្នាបានចូលរួមសេចក្តីចែកម្លែកទុក្ខហ្នឹងហើយខ្ញុំណាអាត្មាភាពនឹងក៏ចូលរួមចែកម្លែកទុក្ខរបស់ញោមយន្តសុកនីឯនឹងផងដែរដែលគាត់ហ្នឹងហើយដែលគាត់បានមានបងស្រីឬក៏ម្ដាយនឹងឯងគាត់បានចែកឋានទៅហើយប៉ុន្តែយើងទាំងអស់គ្នានឹងក៏កិច្ចមិនផុតដែរអំពីសេចក្តីស្លាប់នឹងញាតិញោមណោះបងហ្នឹងហើយរឿងសេចក្តីស្លាប់នឹងប៉ុន្តែអាយុគាត់នេះគឺហួសពីអាយុអសង្ខ័យកាប់ហើយអសង្ខ័យកាប់យើងនឹងឯងគឺ74 75ទេគឺស្លាប់អស់អាយុណាហើយមនុស្សម្នាក់មនុស្សណាអត់ចេះស្លាប់ញាតិញោមមើលអ្នកណាអត់ស្លាប់អ្នកណាកិច្ចពីសេចក្តីស្លាប់បានញោមអ្នកណាកិច្ចពីសេចក្តីស្លាប់បានកិច្ចអត់រួចទេសូមបីស្ដាច់ពរាជាអ្នកមានអ្នកក្រអីយ៉ាងម៉េចក៏ដោយក៏នៅតែស្លាប់ក៏នៅតែបើមិនកប់គឺដុតតែប៉ុណ្ណឹងអញ្ចឹងណាអញ្ចឹងយើងនេះបច្ចុប្បន្ននេះតើយើងត្រូវតែធ្វើអីបានជាស្ពានដើម្បីរំលងដើម្បីធ្វើឲ្យឆ្លងនៃកំឲ្យយើងទាំងអស់គ្នានឹងឯងទៅអបាយភូមិណាមានអីគឺទានសិលភាវនាដែលញាតិញោមទាំងអស់គ្នាកំពុងតែបដិបត្តិរាល់ថ្ងៃហ្នឹងអញ្ចឹងណាហ្នឹងហើយប្រសិនបើញាតិញោមទាំងអស់គ្នាមិនបានសិក្សាមិនបានរៀនសូត្រនៅកន្លែងហ្នឹងយើងអត់យល់ដឹងយើងខ្លាចសេចក្តីស្លាប់អ្នកណាក៏ខ្លាចសេចក្តីស្លាប់ដែរមិនចឹងណាញោមណោះហ្នឹងហើយសុទ្ធតែខ្លាចទាំងអស់គ្នាសូម្បីតែគុណចាស់អ្នកប្រកាសសម្ដែងហ្នឹងក៏ខ្លាចសេចក្តីស្លាប់ប៉ុន្តែយើងកិច្ចផុតទេអត់ផុតទេមិនចឹងញោមណោះហ្នឹងហើយដោយគុណចាស់ប្រកាសសម្ដែងសូត្រពធស្វជីពធមិនចឹងអនិច្ចាវតសង្ខារានិងសង្ខារធម៌ទាំងឡាយនឹងវាអត់ទៀងទាត់ទេណារូតែរលត់នៅសង្ខារទាំងឡាយនោះហើយបានដល់នៅសេចក្តីសុខពាក្យថាសង្ខារនឹងគឺតតែងណាកតតែងមានរូបសម្ផស្សអីជាដើមហ្នឹងហើយដែលមកផ្គុំគ្នាហើយបានមានចិត្តវិញ្ញាណហ្នឹងហើយបើសិនបើយើងអត់មានតែរូបសម្បត្តិអីគ្រប់បែបយ៉ាងបើសិនបើយើងអត់មានចិត្តអាចរស់បានទេ
รวบานอ่อนออเต้โดยโยมกายคนนั่งอะไรเงี้ยกอดเมียนแต่รูปปันไตจัดระบกอดระลดเตอหายนั่งส่วนถ้ากอดนั่งอายมาสดับพอบานนี้กอดมาบริโภคใบได้ยังด่าเอากลุ่มปงแต่ด่าเอานั่งกอดมาบริโภคบานนี้เมียนแต่อุตุบนกุศลหนึ่งมันจังโยมนะนั่งเมียนแต่อุตุบนกุศลหนึ่งจังอัตมาเพื่อความได้จองประกาศสำได้ถ้าเอาหยัดโยมต่างออกคนนี้นั่งเจียเยี่ยมกัดบันทอยอัมพีเปอร์เซ็นต์บานเน็ตนะก็มีนสักใดสลับปันไตยังจองเอาหยัดโยมต่างออกคนนี้นั่งยังเจียเยี่ยมทุบมิเอารมจัดกับเอาคลายสักใดสลับอย่างนั้นนะนั่งว่ายังกิจอัดพอติดการอะไรยังสลับคลายในสักใดสลับเฮ้ยยังจิตละกันนะไปบ้านะเอาแต่เคยสักใดสลับคือโตสลดหยัดโยมเรียนปิจารณาในเตียนแต่ในมุกหยัดโยมต่างออกคนนี้เนี่ยนะเตียนนั่งเป็นเด็กจอลมาหรือลดอ่อนจอลมาครั้งหรือลดอ่อนหรือลดเด้นั่นไงเมเพลียงเมาหรือก็มวยสัตว์ไอเมาป่าในเตียนนั่งส่วนถ้าหรือลดเด้เตียนนั่งหรือลดหยัดโยมต่างออกเนี่ยมาหรือลดอ่อนหรือลดก็โดยขี้เนี่ยอย่างนามันชีวิตเราบ้านหยัดโยมก็โดยขี้เนี่ยนะจังอดอายกับนัดบานท่าเตียนนั่งหรือลดไอซาไอบานในชีวิตเราบ้านหยัดโยมก็โดยขี้เนี่ยเปคลาจังเตอสลับโดยซาออกบนเปคลาจังเตอสลับโดยซาออกอายุเปคลาจังเตอสลับโดยกรรมหนึ่งไอวิกัดประดับโดยหยัดโยมต่างออกนี่ครูธนาจราจรไอนึ่งสระกรรมมากัดประดับจ้ะนะนั่นไงครูธนาจราจรนึ่งสระกรรมมากัดประดับจ้ะนั่นไงไอหยัดโยมอายุในขนมทีนี้อายุใครนั่งไอจัดสปรามจัดสบุญปันไตโดยโยมฉันก็สลับต่อได้จัดเจียงอันนั้นบานได้ท่าอายุระบกวดนั่งเวียออกตรำนั่งให้มวยเจ็ดออกตรำบนได้หยัดโยมแต่เป็นซ้อมไปเฉียดมนมาเนาะยังไงไปหยัดโยมซ้อมไปเฉียดมามนนั่งไอ้ปีออกตรำนั่งโดยหยัดโยมมือเตียนน่ะมือจึงเกียงนั่งเป้ได้ไปใช้ออกตัวรถออดหรือรถเอ๋จึงเกียงออกเพลงตัวรถออดหรือรถนะจังก็โดยขี้ได้หยัดโยมต่างออกเนี่ยพอสันบ่ออกบนไหนก็รถโดยขี้ได้จังสมัยหยัดโยมต่างออกเนี่ยนั่งไอ้ลูกครูอาจารย์กอดบางดักนอมหยัดโยมต่างออกเนี่ยได้ปดเฮียนุสเตทอมเมียนุสเตสังเฮียนุสเตการระลึกเคยในขนมก้นเปรียปดเปรียทัวเปรียซองเมรนานุสเตการระลึกเคยในสักใดสลับท่านเด็ดนาเกิดพอดปีสักใดสลับหนึ่งเอาเต้โดยหยัดโยมกอดลูกครูอาจารย์กอดโยนั่งไอ้เพลย์แบงนั่งยามาจองนั่งไอ้ยามาจองนี่นั่งนะจองกระบาลเนี่ยบัวหมกเพลิงนั่งนะว่าให้จังเต้จังบัญชีอัมพีอัตนัยท่าโยอัตนัยท่าเนี่ยได้นี่นั่งโกสลับโดยมันเนี่ยนั่งได้อย่างนั้นจังบัญชีอัตนัยจังอัดมีนนาเก็บพอดมานี่อย่างนั้นนะโยเลยให้หยัดโยมคลาเคยใส่กินเลียดนั่งเลียดไอ้นั่งจังบัญชีอัมพีอัตนัยท่าจังบัญชีอัมพีจังนั่งไอ้มนุษย์ต้องออกเนียนนั่งมันเนี่ยนั่งมันแมนทำให้อัตภิบนั่งเทยันโยมนะนั่งจังเกาจักชูฉลาบเวลจิตธรรมดาเฮ้ยตอนประกาศสำได้ท่าจังนั่งไอ้โดยจิตเลียจังนั่งยัดโยมต้องออกเนียบายเลียเป็นแผนใดนั่งจังเราบอกยังก็โดยเนียยัดโยมมันประกอบทาเปคลาจังยัดโยมมาเกิดในขนมคมประพฤตินั่งให้ต่อจิตเขายัดโยมแต่เกิดขนมคมกระดาวเติมมาเจอจังวิอดเตียงจังตามกรรมพอได้หยัดโยมบานประพฤติบานเฟอร์นั่งจังลูกครูอาจารย์ก็ดักนอมไอหยัดโยมบาดเลียบาดไอเฉดาวนั่นคือจ้องไปเชี่ยท่าจะอังยืงต่างออกเนียนั่งเมียนสักใดสลับระโหดยังไงหยัดโยมต่างออกเนียเมื่อต่อตะเปะโบเชียเขาจะอังมาโกนจานนั่งไอต่อตะกาวมาเตียเต้จะอังมาโกนจานเตียจังไงลังโกเป็นพนมะฟองมาการสำได้ถ้าจะอังมันนู่นั่งไอรอบโรยรอบเป็นพนมเป็นไอสบายเหมือนกันให้หยัดโยมเสียซอเปียซออันนี้จ้องมันจะท่าอัดเมียนเอาไว้กลายอมปีบนกุศลนั่งเตเสียเปียซอคือจ้องมันจะอมปีอัตนัยเปียท่ากุศลเสียเปียขมายคือบ้านในท่าบัญชีอมปีอะกุศลแล้วทั่วนะเมียนโยไอตัวบานนั่งไงให้มวยเทียด
ឃើញលោកគ្រូអាចារ្យគាត់ដាក់អីគេកាក់ឲ្យញោមហ៎កាក់នៅក្នុងមាត់ហ៎ហ្នឹងហើយអាហ្នឹងអាត្មាទៀតចង់បញ្ជាក់ឲ្យបញ្ជាក់ទៀតថាកុំឲ្យយល់ច្រឡំថាពេលដែលដាក់នៅក្នុងមាត់ហើយកូនណារកឃើញឪពុកម្ដាយស្រឡាញ់កូននឹងអត់ទេចង់បញ្ជាក់ថាមិនមែនទេណាចង់បានន័យថាលោកគ្រូអាចារ្យគាត់ដាក់នៅក្នុងទីនេះពេលដែលគាត់ដាក់ហ្នឹងគាត់បញ្ជាក់ថាឥឡូវហ្នឹងដាក់នៅក្នុងមាត់ហ្នឹងទៅឃើញណាយើងឃើញណាយើងឃើញដាក់នៅក្នុងមាត់ពេលដែលបូជាហើយសួរតកាក់ហ្នឹងទៅបាត់ទេកាក់ហ្នឹងទៅទេទៅអត់ញោមអត់អាហ្នឹងចង់បញ្ជាក់មិនចង់បញ្ជាក់មិនញាតិញោមដាក់លុយនៅក្នុងកប៉ៅនឹងក៏ដោយក៏អត់ទៅដល់ដែរណាញាតិញោមទាំងអស់គ្នាយកទិញយកលុយនឹងឯងទិញកណាត់ទិញអីទិញសម្ភារៈអីប្រគេនលោកឬមួយក៏ប្រគេនជូនញាតិញោមទាំងអស់គ្នានឹងបានបុណ្យកុសលនឹងឧទ្ទិសជូនទៅគាត់នឹងវាបានប្រយោជន៍ជាងអញ្ចឹងណាអញ្ចឹងសូមឲ្យញាតិញោមទាំងអស់គ្នានឹងលោកគ្រូអាចារ្យគាត់ធ្វើនឹងគឺចង់បញ្ជាក់អំពីអត្តន័យពិតអញ្ចឹងណាញាតិញោមទាំងអស់គ្នាគួរយើងបានសិក្សាកន្លែងហ្នឹងគឺយើងសប្បាយចិត្តរីករាយយើងអត់មានទៅបញ្ហាអីហ្នឹងចឹងហើយរឿងអីគ្រប់បែបយ៉ាងហ្នឹងគឺចង់បញ្ជាក់ហ្នឹងហើយកោសក់កោអីហ្នឹងគឺសុទ្ធតែបញ្ជាក់អំពីថាកម្មទុកថាមនុស្សម្នាក់នឹងឯងតែមានសេចក្តីស្លាប់ជានិច្ចជាកាលអញ្ចឹងណាអញ្ចឹងមានតែអីប្រកាសដាក់នៅក្នុងមាត់នឹងយកទៅអត់បានមានតែអីមានតែបន់នឹងបាបហ្នឹងហើយយើងមិនប្រកាសថាមិនសួរលោកថាគុណចាស់ម្ដាយខ្ញុំជីដូនខ្ញុំស្លាប់ទៅហ្នឹងគាត់កើតនៅទីណាទៅគុណចាស់អាត្មាភាពគាត់ដឹងដែរណាប៉ុន្តែញាតិញោមទាំងអស់គ្នាអាចសង្កេតមើលថាពីដែលគាត់នៅរស់នេះគាត់ធ្វើបន់ច្រើនទេធ្វើណាបើសិនបើគាត់ធ្វើបន់ច្រើនបន់នឹងឯងវាឲ្យផលហើយណាញាតិញោមណាបន់នឹងឯងគឺឲ្យផលឲ្យដឹកនាំគាត់នឹងឯងទៅកើតទេវតាហើយមិនភ័យទេអញ្ចឹងណាហ្នឹងហើយដូចរឿងតាក់ទងសម័យពុទ្ធិកាលសាមណេរមួយអង្គណាញាតិញោមក៏ធ្លាប់ដឹងដែរញាតិញោមខ្លះគាត់ធ្លាប់ឮដែរសាមណេរមួយអង្គនឹងឯងញោមប្រុសរបស់លោកនឹងឯងគឺកាប់សម្លាប់ជ្រូកនឹងឯង50ឆ្នាំជាងញាតិញោមណា50ឆ្នាំជាងហើយកូននឹងឯងជាព្រះអរិយបុគ្គលកូនសាមណេរហ្នឹងកូននេនហ្នឹងហើយកូនសាមណេរហ្នឹងជាព្រះអរិយបុគ្គលហើយមកមើលបៃតាខ្លួនឯងហ្នឹងមកមើលបៃតាខ្លួនឯងហ្នឹងថាឪពុករបស់ញោមប្រុសហ្នឹងអត់រស់ទេហ្នឹងហើយចិត្តដាច់ខ្យល់អីអញ្ចឹងដឹងរោធัวអីយកមកឲ្យទេអញ្ចឹងមានអីមានតែការបាច់មកបាច់ហ្នឹងហើយការមកបាច់នឹងឯងឲ្យគាត់តាំងចិត្តបូជាចលាមនីចេតិយបូជាចំពោះព្រះរតនត្រ័យអញ្ចឹងបានញោមចាស់គាត់យកផ្កាមកបាច់យកមកដាក់លើដើមទ្រូងនៃសពណាឃើញទេឃើញអត់ហ្នឹងអាហ្នឹងគឺចង់បញ្ជាក់អញ្ចឹងគឺចង់បញ្ជាក់ថាសូមឲ្យកូននឹងឯងក៏ប៉ុន្តែគេដាក់ពេលដែលចិត្តដាច់ខ្យល់ហើយប៉ុន្តែយើងដាក់ដាច់ខ្យល់ហើយហ្នឹងហើយប៉ុន្តែមិនទៅខុសអីទេគឺចង់បញ្ជាក់អំពីថាឲ្យអ្នកនឹងឯងបូជាចលាមនីចេតិយពេលខ្លះចឹងឯងបុណ្យវាឲ្យផលពេលខ្លះចឹងទៅបុណ្យវាឲ្យផលដាច់ខ្យល់នឹងទៅកើតជាទេវតាពេលខ្លះចឹងទៅបុណ្យវាឲ្យផលថែមទៀតវាធ្វើឲ្យមនុស្សនឹងឯងវាមិនទាន់ដាច់ខ្យល់ក៏ថាបានដែរអញ្ចឹងបុណ្យនឹងឯងធ្វើឲ្យញាតិញោមទាំងអស់គ្នានឹងឯងបានសេចក្តីសុខបានសេចក្តីចម្រើនហ្នឹងហើយអត់មានអីយកក្រៅអំពីបុណ្យកុសលនឹងទេណាអត់មានអ្វីក្រៅអំពីបុណ្យកុសលដែលញាតិញោមទាំងអស់គ្នាប្រព្រឹត្តខ្លួនឯងនឹងទេហើយកុំសង្ឃឹមលើកូនចៅឧទ្ទិសឲ្យអញ្ចឹងណាញាតិញោមទាំងអស់គ្នានឹងកំពុងតែរស់នៅនឹងឯងកុំសង្ឃឹមថាឪពុកកូនទាំងអស់គ្នានឹងឯងពេលខ្លះចឹងទៅកូនភ្លេចចឹងទៅណាពេលខ្លះចឹងទៅកូនខ្លះគាត់អត់មានដឹងចឹងទៅកូនខ្លះគាត់ដឹងមិនអីហ្មងទេប៉ុន្តែកូនខ្លះគាត់យល់ពធយល់អីចឹងទៅគាត់បានឧទ្ទិសកុសលហ្នឹងហើយញាតិញោមទាំងអស់គ្នាហូបបាយរាល់ថ្ងៃទេហូបបាយរាល់ថ្ងៃអត់ហូបឪពុកម្ដាយដែលស្លាប់ទៅក៏ហូបបាយរាល់ថ្ងៃដូចគ្នាណាហើយបើសិនបើយើងឧទ្ទិសរាល់អត់មានឧទ្ទិសឲ្យតតែខ្ជុំបិណ្ឌតតែចូលឆ្នាំចតែអីបានយើងឧទ្ទិសឲ្យសួរតែគាត់ហ្នឹងមិនទេញោមមិនទៅមិនបាអញ្ចឹង
អាត្មាភាពចង់ឲ្យញាតិញោមទាំងអស់គ្នាធ្វើម៉េចធ្វើបុណ្យក៏ដោយធ្វើម៉េចឲ្យប្រកបដោយបញ្ញាកុំចេះតែជឿតាមអ្នកដតីណាកុំតែជឿអ្នកដតីគេថាអញ្ចេះថាអញ្ចោះប៉ុន្តែលើខ្លួនឯងនឹងឯងប្រសិនបើចិត្តជ្រះថ្លាប៉ុណ្ណាហើយបុណ្យនឹងឯងគឺរមែងចម្រើនដល់ញាតិញោមប៉ុណ្ណឹងណាញាតិញោមប្រុសស្រីទាំងអស់គ្នាហើយជីវិតរបស់យើងនឹងឯងគឺមានប្រមាណតិចតួចណាมันអាចទៅជាលក្ខណៈមួយថាប្រមាថនៅក្នុងសេចក្តីនឹងបានទេហើយបើសិនបើញាតិញោមប្រុសស្រីទាំងអស់គ្នាមិនខំប្រឹងប្រែងតស៊ូដើម្បីបុណ្យកុសលខ្លួនឯងនឹងទេសួរថាអ្នកណាទៅដែលឲ្យញាតិញោមទាំងអស់គ្នាបានសេចក្តីសុខនោះគុណចាស់ដែលកំពុងតែប្រកាសសម្ដែងពធហ្នឹងក៏ជួយញាតិញោមអត់បានដែរគ្រាន់តែប្រកាសសម្ដែងពធហ្នឹងទេអញ្ចឹងណាប្រកាសសម្ដែងពធឲ្យញាតិញោមខ្លះគាត់យកពធអត្តន័យនៃគុណចាស់ដែលប្រកាសសម្ដែងពធនឹងយកទៅបដិបត្តិទៅល្អប៉ុន្តែបើសិនបើញាតិញោមទាំងអស់គ្នាអត់យកពធនឹងយកទៅបដិបត្តិទេយ៉ាងម៉េចទៅអជ័យធ្លាក់ទឹកហើយណាញាតិញោមណាបើអជ័យធ្លាក់ទឹកហើយអញ្ចឹងសូមឲ្យញាតិញោមទាំងអស់គ្នានឹងឯងបុណ្យទាំងឡាយគួរធ្វើទានទាំងឡាយគួរឲ្យកាមគុណកុំបណ្ដោយកម្មស្ដាយក្រោយកុំប្រព្រឹត្តយល់ពាក្យហ្នឹងឯងហ្នឹងហើយបុណ្យទាំងឡាយគួរឲ្យបុណ្យទាំងឡាយគួរធ្វើណែពាក្យថាបុណ្យញាតិញោមទាំងអស់គ្នាតែងតែស្ដាប់ហើយពាក្យថាបុណ្យហ្នឹងគឺសេចក្តីល្អមិនមែនឲ្យតែឃើញធៀបបុណ្យអស់លុយទៀតទេមិនមែនអញ្ចឹងទេណាមិនអញ្ចឹងញាតិញោមខាងក្រាំងស្បូវមិនអញ្ចឹងទេញោមណាមិនមែនឲ្យតែឃើញបុណ្យហ្នឹងពាក្យថាឲ្យតែឃើញធៀបបុណ្យអស់លុយទៀតហើយបុណ្យខុសអំពីការមិនអញ្ចឹងញោមណាព្រោះបុណ្យខុសអំពីការតខាតអីចប់ហើយតែបុណ្យញាតិញោមណាគឺអ្នកណាដែលធ្វើអ្នកនឹងបានបុណ្យដោយខ្លួនឯងអញ្ចឹងណាចឹងអាត្មាភាពគ្រាន់តែបញ្ជាក់អំពីអត្តន័យពាក្យថាបុណ្យនឹងឲ្យញាតិញោមទាំងអស់គ្នានឹងឯងខំប្រឹងប្រែងតស៊ូនៅក្នុងការបំពេញបុណ្យកុសលព្រោះថាជីវិតរបស់ញាតិញោមនឹងឯងមានប្រមាណតិចតួចណាជីវិតមានតិចកុំបាច់ធ្វើបាបណាថ្នាក់ថ្នមសុខភាពសម្រាប់សាងល្អសន្សំធម៌ស្អាតសង្វាតធម៌សឲ្យដូចជាស្កររក្សារសអីរសផ្អែមទឹកមួយក្រឡង់កំក្បងនឹងដៃនាំឲ្យចង្រៃល្អវវឹកស៊ូលុតចង្គង់បនអោនក្រែផឹកគ្រាន់បានមួយក្អឹកបំបត្តិខាសអីខាសកណែជីវិតរបស់ញាតិញោមនឹងមានប្រមាណតិចតួចណាបើញាតិញោមទាំងអស់គ្នាអត់ខំធ្វើបុណ្យទេតតពេកសម្រាកឈឺធ្ងន់នៅលើក្រែហើយបានរកបុណ្យរកទានតើយ៉ាងម៉េចទៅញាតិញោមបានអីជាទីពឹងទៅបើញាតិញោមនៅពីរស់នេះនៅការរស់នេះញាតិញោមទាំងអស់គ្នាអត់ខំប្រឹងប្រែងធ្វើបុណ្យកុសលទេបែរជាប្រព្រឹត្តអីអត់ប្រយោជន៍ប៉ុន្តែញាតិញោមអ្នកក្រាំងស្វាយនេះក្រាំងស្បូវនេះញាតិញោមទាំងអស់គ្នាសុទ្ធតែជាអ្នកសមាទិដ្ឋិហើយណាសិតតែជាអ្នកបានធ្វើបុណ្យកុសលទាន់ពុទ្ធសាសនាជីវិតរបស់ញាតិញោមទាំងឯងគឺសំប្រកបដោយសេចក្តីសុខសេចក្តីចម្រើនចឹងមិនថាឲ្យញាតិញោមទាំងអស់គ្នាធ្វើបុណ្យកុសលឲ្យហើយទៅណាហ្នឹងអានេះខ្ញុំណាត់បាភាពគ្រាន់តែមកប្រកាសសម្ដែងពធចែកជូនញាតិញោមទាំងអស់គ្នាមានប្រមាណឲ្យញាតិញោមទាំងអស់គ្នាស្ដាប់បានណាស្ដាប់តន់ទេញាតិញោមបានទេនិយាយពីអីខ្លះមិញហ្នឹងធូរវាអីខ្លះហ្នឹងហើយតើញាតិញោមទាំងអស់គ្នាស្លាប់ទៅមានយកអីទៅទេមានយកអីទៅអត់យកតែបុណ្យនឹងបាបនឹងទៅទេមានតែពីរនឹងទេណាមានតែពីរនឹងទេហើយយកដាក់កាក់នឹងគឺចង់បញ្ជាក់អំពីឲ្យញាតិញោមទាំងអស់គ្នាពិចារណាកន្លែងហ្នឹងណាពិចារណាកន្លែងហ្នឹងថាជីវិតរបស់យើងម្នាក់គឺអត់អាចយកអត់អាចសូមបីតាមាសប្រាក់កាក់អីជាដើមហ្នឹងគឺអត់អាចយកទៅបានទេណាអត់អាចយកទៅបានទេមានតែបុណ្យនិងបាបហ្នឹងគឺចង់បញ្ជាក់អំពីអត្តន័យចឹងសូមឲ្យញាតិញោមទាំងអស់គ្នានឹងឯងបានសេចក្តីសុខហើយព្យាយាមធ្វើបុណ្យកុសលណាធ្វើបុណ្យកុសលឲ្យបានច្រើនញាតិញោមណាឆ្នាំហ្នឹងញាតិញោមធ្វើស្រែអីធ្វើអត់ឆ្នាំមុនញាតិញោមធ្វើស្រែអត់ឆ្នាំក្រោយញាតិញោមធ្វើស្រែអីឆ្នាំហ្នឹងញាតិញោមបរិភោគស្រូវចាស់ហ្នឹងមិនអញ្ចឹងហ៎ត្រូវទេត្រូវអត់ត្រូវឆ្នាំហ្នឹងញាតិញោមធ្វើស្រែអត់ធ្វើ
ឆ្នាំក្រោយញាតិញោមបានអីហូបបានទេបានពីស្រូវបច្ចុប្បន្នហ្នឹងមិនចឹងហ៎ត្រូវអត់បើសិនបើញាតិញោមឆ្នាំមុនអត់ធ្វើស្រែសួរតែបច្ចុប្បន្នហ្នឹងញាតិញោមបានអីហូបអត់បានអត់ហើយបើសិនបើឆ្នាំហ្នឹងញាតិញោមអត់ធ្វើស្រែទៀតទេឆ្នាំក្រោយបានអីហូបអត់បានអត់ហើយលឺតិចមើលអ្នកក្រាំងស្បូវទាំងឡាយបានអត់បុណ្យកុសលក៏ដូចគ្នាញាតិញោមពីជាតិមុនសុទ្ធតែដោយសារបុណ្យរស់នៅបច្ចុប្បន្នហ្នឹងដោយសារបុណ្យហ្នឹងណាហើយបើសិនបើញាតិញោមទាំងអស់គ្នាអត់មានបានធ្វើបុណ្យពីជាតិមុនទេញាតិញោមទាំងអស់គ្នាបានសេចក្តីសុខមានឡានមានម៉ូតូមានអីជិះគ្រប់បែបយ៉ាងហ្នឹងទេអត់ទេញាតិញោមខ្លះកើតមកនឹងឯងពិការដៃពិការជើងសួរថានៅក្នុងពោះម៉ែហ្នឹងមានក្បត់អត់ណាហេតុអីមកពីកម្មហ្នឹងហើយកម្មដែលយើងបានធ្វើហ្នឹងហើយអានេះស្មារតីគ្រាន់តែប្រៀបធៀបបច្ចុប្បន្នហ្នឹងទេហើយបើសិនបើញាតិញោមទាំងអស់គ្នាហ្នឹងបច្ចុប្បន្នអត់ធ្វើបុណ្យកុសលទេសួរថាជាតិមុខទៅទៀតហ្នឹងញាតិញោមបានទីពឹងអីណាបានទីពឹងអីមានអជ័យធ្លាក់ទឹកតែប៉ុណ្្នឹងឯងណាញោមណោះបាទអនុមោទនីស្ដាប់បានទេហ្នឹងហើយអញ្ចឹងកុំខ្លាចសេចក្តីស្លាប់ណាញាតិញោមពូសេចក្តីស្លាប់អ្នកណាក៏មានដែរអាត្មាភាពក៏ចង់បញ្ជាក់ថាកុំឲ្យតក់ស្លុតពេលដែលសេចក្តីស្លាប់មកដល់កុំឲ្យសេចក្តីតក់ស្លុតយើងធ្វើម៉េចឲ្យបច្ចុប្បន្ននេះយើងធ្វើទៅតាមកម្មផលដែលញាតិញោមទាំងអស់គ្នាខំប្រព្រឹត្តខំប្រឹងប្រែងតស៊ូដើម្បីឲ្យជីវិតរបស់ញាតិញោមនឹងឯងបានល្អប្រសើរណាកុំឲ្យញាតិញោមទាំងអស់គ្នាទៅបៀតបៀនអ្នកដទៃហើយរឿងបុណ្យបាបក៏ដូចគ្នាដែរបើសិនបើញាតិញោមទាំងអស់គ្នាមិនខំប្រឹងប្រែងធ្វើសេចក្តីល្អទេវាអត់បានអីជាទីពឹងទេហើយញាតិញោមទាំងអស់គ្នាក៏យល់ដែរតាក់ទងជាមួយបុណ្យបាបហ្នឹងណាចឹងខំព្យាយាមធ្វើសេចក្តីល្អបានច្រើនចឹងទៅពេលដែលស្លាប់ទៅគឺយើងអត់មានទៅខ្វាយខ្វល់អីទេអានឹងចឹងណាអនុមោទនីគណៈឲ្យមានប្រមាណប៉ុណ្ណឹងទៅចោះទៀតហើយព្រោះថាល្ងាចហ្នឹងអាត្មាទៅរៀនផងបងរៀនផងអីផងឆ្លៀតមកប្រកាសសម្ដែងពធញាតិញោមទាំងអស់គ្នាបានចូលរួមប៉ុណ្ណឹងទៀតណាហើយហ្នឹងហើយបុណ្យកុសលគ្រប់បែបយ៉ាងសូមឧទ្ទិសមហាកុសលនេះឯងទៅដល់ញោមឧបាសិកាកែបគុណទៀតដែលគាត់ធ្វើមរណកាលទៅហើយនឹងឯងសូមជូនទៅឧបាសិកាសូមឲ្យជាអ្នកដល់នៅសេចក្តីសុខហើយសូមចែកជូនប្រគេនបុណ្យកុសលដល់គុណចាស់កណាគុណចាស់ញាតិញោមប្រុសស្រីទាំងអស់គ្នាណាក៏សូមអនុមោទនារីពធដែលសម្ដែងនៅខ្ញុំគណៈអាត្មាភាពគុណចាស់នរតយនតារាក៏សន្មតថាចាប់តែប៉ុណ្្នឹងឯងអេវ៉ាំង